ទីលានកំណោចាក់សម្រាមក្នុងដែនជម្រកសត្វព្រៃពីមក្រសោបកាន់ដល់8ហិកតាយ៉ាងឆាប់រហ័សគួរឲ្យព្រួយបារម្ភផ្នែកមួយនៃតំបន់ការពារនេះត្រូវបានយាយីនឹងរំពោលដោយទីលានចាក់សម្រាមគ្មានការការពារនិងគ្មានការទប់ស្កាត់ទាល់តែសោះព្រៃស្រោងដែលជួសជុលដើម្បីចាក់សម្រាមបានបន្តកើនច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដោយកើនឡើងពីទំហំប្រមាណ1ហិកតាកាលពីឆ្នាំ2022ទៅ4ហិកតានាឆ្នាំ2024និងបន្តកើនដល់8ហិកតាត្រឹមឆ្នាំ2026ថ្មីនេះកាលពីថ្ងៃទី2មីនា2021ដីដីជាង7200ហិកតានៃដែនជម្រកសត្វព្រៃពីមក្រសោបត្រូវបានចាត់ថ្នាក់និងបែងចែកទៅឲ្យរដ្ឋបាលខេត្តកោះកុងប៉ុន្តែនៅថ្ងៃទី17កក្កដា2023អនុក្រឹត្យថ្មីមួយបានកំណត់ឡើងវិញជាផ្លូវការនៅព្រំប្រទល់នៃដែនជម្រកសត្វព្រៃពីមក្រសោបដោយមាត្រា5នៃអនុក្រឹត្យនេះចែងថាបទបញ្ញត្តិណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានារីកឬចាត់ទុកថាគ្មានសុពលភាពឯទីលានកំណោសម្រាម8ហិកតានេះគឺស្ថិតនៅក្នុងតំបន់ការពារធម្មជាតិទាំងស្រុងនេះបើយើងផ្ទៀងផ្ទាត់ទៅតាមផែនទីនិងចំណុចនិយាមការពីលេខ22ដល់លេខ25នៃអនុក្រឹត្យលេខ164អនុក្របកចុះថ្ងៃទី17ខែកក្កដាឆ្នាំ2023ដោយទីតាំងនេះស្ថិតជាតំបន់ការពារធម្មជាតិស្របច្បាប់ហេតុអ្វីបានជាការចាក់សម្រាមនៅតែបន្តល្មើសពីមួយឆ្នាំទៅមួយឆ្នាំសូមចែករំលែកវីដេអូនេះឲ្យចោទជាសំណួរទៅកាន់រដ្ឋបាលខេត្តកោះកុងនិងក្រសួងបរិស្ថានអំពីបញ្ហានេះសូមអរគុណស្ពានស្គមស្កាយសាងភ្ជាប់នេះសាយដែនសមុទ្រល្អបំផុតនាំចិត្តចង់ខានខេត្តកោះកុងមើលទេសភាពល្អគ្មានប្រៀបស្រស់ទោះក្រៅក្នុងសម្រស់កោះកុងប្រៀបបានអានំនារីខ្មែរពីមក្រសោបក្រសាស្រងស្រោបក្លិនសមុទ្របរិសុទ្ធបំផុតខ្យល់បងភ្លៀងកក់ខែដើមកោងកាំងស្រងបៃតងស្រស់ខ្ចីមេត្រីស្នេហ៍ឆ្នេរខ្សាច់រិតតែទាំងខ្សែនេត្រា